នយោបាយស្រុកយើងវាគឺជាទំនាស់ដែលមានលក្ខណៈចាក់ស្មុគស្មាញបាទដូច្នេះដំណោះស្រាយក៏ត្រូវតែដោះស្រាយដោយយកចិត្តទុកដាក់គឺអ្នកនយោបាយរបស់យើងទោះតែមានការតាំងចិត្តតែខ្លួននឹងគឺជាកីឡាករដោយកីឡាករដែលមានស្មារតីមានសតិសម្បជញ្ញៈខ្ពស់ណាបាទចូលធ្វើនយោបាយហ្នឹងគឺតាំងខ្លួនជាកីឡាករដែលធ្វើឲ្យទៅអស់លទ្ធភាពទៅបាទទោះបីជាឈ្នះក៏ឈ្នះដោយកិត្តិយសចាញ់ក៏ចាញ់ដោយមានសេចក្តីថ្លៃថ្នូរអានឹងបើសិនតែយើងលេងយើងប្រកួតគ្នាតាមបែបសុចរិតដោយសេរីនិងយុត្តិធម៌នៅក្នុងគោលការណ៍នៃការបោះឆ្នោតទី2ការប្រកួតប្រជែងនយោបាយនឹងគួរតែមានក្រមសីលធម៌ខ្ពស់បាទការចូលធ្វើនយោបាយនឹងក៏គួរតែមានសីលធម៌ប្រកាន់ក្រមសីលធម៌ដែរមិនថាពេលដែលខ្លាយទៅជាអ្នកនយោបាយឬក៏សកម្មជននយោបាយចេះតែស្រែកចេះតែធ្វើសកម្មភាពចង្អេងចង្អាងឬក៏ពេលដែលរៀបបោះឆ្នោតឲ្យខ្លាយទៅជាតំណាងហើយនឹងខ្លាយទៅជាខ្លាដោះស្លាបឬក៏ពីមុនបោះឆ្នោតជាកូនឆ្មាដល់ពេលជាប់ឆ្នោតហើយខ្លាយទៅជាតោនោះទេបាទហ្នឹងវាមិនមែនជាអេរិយាបថនៃការធ្វើនយោបាយឬក៏អ្នកនយោបាយនៅក្នុងសង្គមប្រជាធិបតេយ្យសេរីទំនាស់ជាទូទៅវាមិនអាចកើតឡើងតែពីភាគីតែមួយទេបាទវាតតែដៃពីរហ្នឹងបាទវាលឺសំឡេងបាទដូច្នេះហើយរឿងការធ្វើទុកបុកម្នេញទៅលើសកម្មជននយោបាយនៅក្នុងគណៈបកក្រៅរដ្ឋាភិបាលកន្លងមកហ្នឹងជាការពិតហើយបាទអ្នកធ្វើទុកបុកម្នេញហ្នឹងគឺជាអ្នកដែលខុសមួយចំណាយប៉ុន្តែយើងក៏មិនត្រូវភ្លេចមើលអំពីអ្នកធ្វើសកម្មភាពអ្នកដែលរងនៅការធ្វើទុកបុកម្នេញនឹងតើមានស្អីដែលជាបញ្ហាដែលប្រវោកដែលជំរុញឲ្យមានការចាត់វិធានការបែបនោះបាទពេលខ្លះយើងធ្វើនយោបាយបែបបំភ័យគ្នាទៅវិញទៅមកយើងធ្វើនយោបាយបែបកំទេចគ្នាពេលខ្លះយើងត្រូវយល់អំពីកម្រិតវេទយត្តភាពឬក៏ sensitivity នៃឬក៏ភាពប្រសើរនៃការប្រើប្រាស់វោហារសាស្ត្រនយោបាយរបស់យើងឧទាហរណ៍ពាក្យថាដូដែលជាពាក្យដែលអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិយកមកប្រើនៅក្នុងការបោះឆ្នោតកាលពី2013វិជាការពិតវាគឺជាសិទ្ធិសេរីភាពរបស់អ្នកនយោបាយในការធ្វើនយោបាយប៉ុន្តែរឿងដូនេះយើងវាមានន័យទូលាយហើយពាក្យខ្លះហ្នឹងនិយាយចេញមកនោះវាធ្វើឲ្យភាគីដទៃទៀតហ្នឹងគេបារម្ភគេភ័យខ្លាចនេះខ្ញុំក្នុងនាមជាអ្នកដែលយើងសិក្សាស្រាវជ្រាវអំពីវប្បធម៌នយោបាយខ្ញុំថាយើងគួរតែត្រឡប់មើលទាំងអ្នកនយោបាយនៅក្នុងគណៈបកកណ្ដាលអំណាចទាំងគណៈបកក្រៅរដ្ឋាភិបាលនឹងគួរតែសម្រួមទាំងកាយវិជាចិត្តនៅក្នុងការបញ្ចេញនៅវោហារសាស្ត្រនយោបាយរបស់ខ្លួននឹងដើម្បីពីព្រោះពាក្យពេចន៍ដែលយើងប្រើនៅក្នុងការធ្វើនយោបាយនៅក្នុងយុទ្ធនាការនឹងអាចទៅជាភ្លើងតែមិនត្រឹមតែដុតប្រកួតប្រជែងរបស់យើងទេបាទពេលខ្លះវាធ្វើឲ្យយើងនឹងរលាកខ្លួនឯងផងដែរដូច្នេះគួរតែសម្រួមនៃពាក្យពេចន៍វោហារសាស្ត្រនយោបាយនឹងឲ្យនៅក្នុងកម្រិតមួយដែលវាមានលក្ខណៈកុំឲ្យវារសើបខ្លាំងពេកហើយផ្ដោតទៅលើដំណោះស្រាយជាធំផ្ដោតទៅលើគំនិតផ្ដោតទៅលើគោលនយោបាយជាជាងកំតិចឬក៏ដុតអ្នកនយោបាយនៅក្នុងគណៈបកផ្សេងសម្រាប់ខ្ញុំមើលឃើញដើម្បីឲ្យការប្រកួតប្រជែងនយោបាយស្រុកយើងនឹងវាមានភាពមានសន្តិភាពបាទកាត់បន្ថយនៅអំពើហិង្សាដែលនៅពេលបច្ចុប្បន្ននេះគឺហិង្សាការផ្នែកផ្លូវច្បាប់ប្រើប្រាស់ច្បាប់ជាបន្ទាល់នៅក្នុងការគេសង្កត់ហ្នឹងតើតើយើងសម្រួមទាំងកាយវិជាចិត្តយើងនឹងឡើងវិញហើយជាពិសេសគឺសម្រាប់ខ្ញុំគឺអ្នកធ្វើការផ្នែកវិជាតបតៃឧទាហរណ៍ជាក់ស្ដែងយើងគួរតែផ្លាស់ប្ដូរវោហារសាស្ត្ររបស់យើងវោហារសាស្ត្រនយោបាយហ្នឹងពីដូទៅទៅជាដោះស្រាយបញ្ហាជាធំទៅសម្រាប់ការបោះឆ្នោតចា៎អាហ្នឹងបានជាបង្ហាញអំពីតម្រង់នៃការធ្វើនយោបាយដែលយើង
មិនវាយបហាបុគ្គលប៉ុន្តែផ្ដោតទៅលើគោលនយោបាយផ្ដោតទៅលើដំណោះស្រាយជាធំហើយទុកឲ្យប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតហ្នឹងអ្នកវិនិច្ឆ័យទៅបាទក្នុងការជឿជាក់ផ្ដល់ទំនុកចិត្តនៅក្នុងការទម្លាក់សិលឹកឆ្នោតជូនបុគ្គលណាម្នាក់ឬក៏គណៈបកនយោបាយណាមួយសម្រាប់ការបោះឆ្នោតនីមួយៗ